បងប្អូនណាមិនល្បីកូនណាមិនល្បីឈុតកាបូបអន្ត្រីហាលលាប8ទិសរបស់អ្នកគ្រូរាជន្ត្រីនិយាយពីថាល្បីតគ្នាពីមាត់មួយតមាត់មួយបងប្អូនបឋមមង្គលរបស់អ្នកគ្រូរាជន្ត្រីគេហៅថាជិះយន្តហោះមិនក្រោម55ប្រទេសហើយចឹងកូនជាវដោយមានទំនុកចិត្តហើយមុននឹងជាវក៏ត្រូវតែអូមើ feedback ចាមិនថាឈុតស្នេហ៍មិនថាឈុតដោះបំណុលមិនថាឈុតអីគេសងលុយមិនថាឈុតបុលបការងាររស៊ីឈុតឡើងតំណែងក៏ដូចជាឈុតកាត់ឆុងលើករាសីផងដែរចាចឹងកូនទាំងអស់គ្នាមកអានសំណេររបស់បងស្រីដែលជាអតិថិជនរបស់អ្នកគ្រូរាជន្ត្រីជាអត់បានមួយថ្ងៃបងប្អូនចាគេហៅថា24ម៉ោងចោះចាស្រាប់តែគេហៅថាឃើញផលនៅក្នុងជីវិតទៅហើយចាបងប្អូនឃើញកេះអវ៉ាន់ទៅនេះចាកេះអវ៉ាន់តំដាក់ទៅចាប៉ុន្តែគាត់បានធ្លុយមាត់ទៅហើយគាត់ថាចេះអ្នកគ្រូអើយអ្នកគ្រូអីក៏ប្រកែកយ៉ាងនេះរបស់មិនទាន់មកដល់ដៃទេគេសងលុយហើយទាំងតែម្នាក់នោះគឺជាមនុស្សដែលពិបាកក្នុងការសងលុយចាក៏ហក់ម្ដងថ្ងៃនេះម្ដងថ្ងៃនោះចាអញ្ចឹងនេះជាសម្ដីរបស់បងស្រីដែលជាអតិជនរបស់អ្នកគ្រូតែបានជាវឈុតកាបូបអន្ត្រីហាលៀបអ្នកគ្រូសូមបញ្ជាក់បន្តិចរាល់ការជាវវត្ថុមង្គលពីខាងអ្នកគ្រូបងប្អូនឆាតមកប្រាប់ពីឆ្នាំនៅមុខលបងអ្នកគ្រូណែនាំវិញថាបងប្អូនគួរតែប្រើឈុតអ្វីមិនមែនថាអូត្រូវតែប្រើឈុតកាបូបទេពេលខ្លះមុខលបងរបស់បងប្អូនត្រូវជាមួយនឹងឈុតថងមាសថងលុយក៏ថាបានពេលខ្លះបងប្អូនត្រូវជាមួយនឹងឈុតចាខ្សែដៃក៏ថាបានពេលខ្លះមុខរបស់បងប្អូនឬក៏បញ្ហារបស់បងប្អូនចាត្រូវជាមួយនឹងឈុតនាងបត់នាងបោក៏ថាបានឬក៏ឈុតកុមារទេពឬក៏ឈុតកូនប្រក់អញ្ចឹងទៅចាទៅតាមបែបបត់ដែលអ្នកគ្រូគឺជាគ្រូដែលនឹងណែនាំឲ្យបានប្រើចាអញ្ចឹងកូនចំពោះការប្រើប្រាស់មិនបាច់ភ័យទេអ្នកគ្រូនឹងប្រាប់បន្ទាប់ពីបងប្អូនបានហើយអ្នកគ្រូនឹងមានការប្រាប់ឲ្យថាឲ្យប្រើបែបណាដើម្បីអញ្ចឹងសរុបរួមឡើងក៏បីមានន័យថារាល់ការជាវត្ថុមង្គលពីខាងអ្នកគ្រូបងប្អូនឆាតមកប្រាប់ពីឆ្នាំមុខលបនិងបញ្ហាចាងាយខ្លីៗហើយឆាតមកគឺឆាតមក account TikTok របស់អ្នកគ្រូឬក៏ page របស់អ្នកគ្រូចាដែលមានឈ្មោះថារាជនីអន្ត្រីចាចឹងក៏ទាំងអស់គ្នាលឺនៅចាអញ្ចឹងមកចង់បានបឋមមង្គលដែលបកែចាឃើញផលលឿនចាឆាតមកបានប៉ុន្តែអ្នកគ្រូសូមបញ្ជាក់បន្តិចចាមុននឹងជាវចាបងប្អូនទៅមើល feedback ចាកុំស្ដាប់ទៅលើការឃោសនារបស់គ្រូទៅមើលផុសតាងប៉ិតចាបកែមិនអត់អ្នកគ្រូហ្នឹងចាបកែតាអញ្ចឹងជាវសិនចាអ្នកគ្រូប្រាប់ថាបើសិនជាអ្នកគ្រូប៉ុណ្ណឹងអត់បកែទៀតអស់គ្រូណាបកែត្រឹមហ្នឹងអ្នកគ្រូចាអ្នកគ្រូហ៊ាននិយាយចឹងហ្មងចាមាសសុតអត់ខ្លាចភ្លើងចា